Lucy កំពុងវឹកហាត់កម្លាំងចន់សម្លឹងមើលទៅហើយមិនអាចទប់អារម្មណ៍តាក់ទាញទៅលើរូបរាងរបស់នាងបានឡើយ Lucy បានកត់សម្គាល់ឃើញគាត់សម្លឹងមើលយ៉ាងលឿនចិនភ័យស្លន់ស្លោហើយព្យាយាមពន្យល់ដោយនិយាយថាគាត់គ្រាន់តែលូកដៃទៅយកដបទឹកនៅលើអេតប៉ុន្តែ Leslie មិនបានទិញវាតតែសោះនាងបានលើកទូរស័ព្ទរបស់នាងវាច្បាស់ណាស់ថាចន់បានសម្លឹងមើលពេញមួយពេល Lucy បានព្រមានគាត់ថាប្រសិនបើគាត់នៅតែលួចមើលនាងនឹងបង្ហោះវីដេអូតាមអ៊ីនធឺណិតចន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់បានផ្លាស់ទៅកន្លែងផ្សេងភ្លាមដើម្បីវឹកហាត់ប៉ុន្តែជាការពិតណាស់ Leslie ក៏នៅទីនោះរួចហើយដែរចន់នៅតែសម្លឹងមើលនាងដោយមិនដឹងខ្លួនភ្លាមនោះ Leslie បានងាកក្បាលរបស់នាងដោយភ្ញាក់ផ្អើលចន់បានឈរស្ងៀមហើយមិនហ៊ានមើលនាងទេ Lucy បានសួរគាត់ថាហេតុអ្វីបានជាគាត់នៅតែសម្លឹងមើលនាងលើកនេះចន់មិនអាចរកលេសឃើញទេពេលនោះបុគ្គលិកក្លឹបហាត់ប្រាណម្នាក់បានដើរមកប្រាប់យន់ឲ្យវឹកហាត់នៅកន្លែងផ្សេងចន់បានធ្វើតាមការណែនាំហើយបានរើចេញម្ដងទៀតប៉ុន្តែប៉ុន្មានវិនាទីក្រោយមក Leslie បានបង្ហាញខ្លួននៅក្បែរគាត់ចន់បានបង្ខំខ្លួនឯងមិនឲ្យមើលពេលគាត់ងាកមកគាត់សង្កេតឃើញ Jessica កំពុងវឹកហាត់នៅក្បែរនោះប៉ុន្តែពេលគាត់ងាកមកវិញ Lucy ក៏នៅទីនោះដែរអ្វីដែលយន់ចង់បានគឺកន្លែងស្ងប់ស្ងាត់មួយដើម្បីផ្ដោតលើការហាត់ប្រាណរបស់គាត់ផ្ទុយទៅវិញគាត់ជាប់គាំងនៅក្នុងស្ថានភាពឆ្កងបំផុតដែលអាចស្រមៃបាននៅពេលនោះទាំង Leslie និង Jessica បានដឹងថាយន់បានលួចសម្លឹងមើលពួកគេដោយលួចលាក់ Lucy ទាមទារឲ្យដឹងពីមូលហេតុដែលគាត់ធ្វើវាចន់បានព្យាយាមពន្យល់ប៉ុន្តែមុនពេលគាត់អាចនិយាយចប់សន្តិសុខបានចូលមកហើយនាំគាត់ចេញពីកន្លែងហាត់ប្រាណភ្លាម